ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នានៅក្នុងនាមយើងជាឪពុកម្ដាយប្រកាសណាស់យើងនឹងជួបស្ថានភាពមួយនេះគឺនៅពេលដែលយើង call ទៅកូនរបស់យើងកូនយើងអត់លើកទូរស័ព្ទហើយពេលហ្នឹងមិនមែនមានន័យថាកូនយើងអត់បានលឺយើង call ទៅទេពួកគាត់លឺក៏ប៉ុន្តែដោយសារគាត់កំពុងតែប្រើទូរស័ព្ទឬ tablet របស់គាត់អញ្ចឹងហើយគាត់អត់បានឆ្លើយតបមកយើងទេទូរស័ព្ទ game ហើយនឹងបណ្ដាញសង្គមវាអត់បានសួរឬសុំការអនុញ្ញាតពីយើងមុនទេវាគឺជាចោលដែលលួចពេលវេលារបស់កូនរបស់យើងអស់គ្នាចុះបើសិនជាយើងជាឪពុកម្ដាយយើងមានកុងតាក់អាចចុចបិទបើកបញ្ជាលើទូរស័ព្ទដៃកូនយើងបានយើងធ្វើបែបនេះមិនមែនមានន័យថាយើងចង់ដាក់ទណ្ឌកម្មលើកូនឬក៏ចង់ស៊ើបការស៊ើបអង្កេតកូននោះទេប៉ុន្តែយើងធ្វើបែបនេះគឺដើម្បីបង្កើតនៅទម្លាប់ digital ដែលមានតុល្យភាពមានសុខភាពល្អហើយជាទម្លាប់នៃការណែនាំដែលល្អមួយឥឡូវនេះសូមឲ្យខ្ញុំបានណែនាំប្រកាន់ប៉ាម៉ាក់ទាំងអស់គ្នាពីកម្មវិធីមួយហៅថា NetBlock NetBlock គឺជាកម្មវិធីដែលគ្រប់គ្រងដោយអាណាព្យាបាលទៅលើការប្រើប្រាស់ទូរស័ព្ទដៃរបស់កូននៅក្នុង NetBlock ហ្នឹងគឺប៉ាម៉ាក់អាចបិទកម្មវិធីអាចរារាំងនិងកំណត់ពេលប្រើប្រាស់កម្មវិធីទូរស័ព្ទដៃឬក៏ game របស់កូនបានតែម្ដងឪពុកម្ដាយអាចសម្រេចចិត្តថាពេលណាកម្មវិធីឬក៏ game ទូរស័ព្ទដៃកូនត្រូវបានអនុញ្ញាតហើយពេលណាត្រូវបានហាមឃាត់ពេលណាអេក្រង់ទូរស័ព្ទដៃកូនត្រូវបិទទាំងស្រុងឧទាហរណ៍អំឡុងពេលកូនរៀនពេលចូលគេងឬក៏ពេលវេលាគ្រួសារអញ្ចឹងណានៅក្នុង NetBlock ហ្នឹងក៏ចូលរួមបញ្ចូលការតាមដានទីតាំងផ្ទាល់របស់កូនដែលហៅថា GPS ហើយការកំណត់ទីតាំងសុវត្ថិភាពទៀតផងគឺយើងអាចកំណត់ទីតាំងសុវត្ថិភាពដូចជានៅសាលារៀនឬក៏ផ្ទះរបស់យើងអញ្ចឹងទៅហើយនៅក្នុងកម្មវិធីហ្នឹងវានឹងផ្ដល់នូវការជូនដំណឹងទៅកាន់យើងជាឪពុកម្ដាយនៅពេលដែលកូនចូលឬក៏ចេញនៅក្នុងតំបន់សុវត្ថិភាពដែលយើងបានកំណត់ហ្នឹងអ្វីគ្រប់យ៉ាងគឺត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិតាមរយៈច្បាប់ច្បាស់លាស់ដែលយើងជាឪពុកម្ដាយបានកំណត់ឲ្យដោយមិនចាំបាច់ស្រែកកំហកមិនចាំបាច់ឆ្លោះប្រកែកឬរំលឹកកូនជារៀងរហូតទៀតទេ NetBlock ជួយឲ្យគ្រួសារបង្កើតនៅទម្លាប់ digital ដែលមានសុខភាពល្អមានការផ្ដោតអារម្មណ៍កាន់តែច្រើនឡើងហើយមានសន្តិភាពផ្លូវចិត្តទៀតផងតាមរយៈយុទ្ធនាការ Beyond the Screen យើងកំពុងតែធ្វើការជាមួយសាលារៀនឪពុកម្ដាយហើយស្ថាប័នពាក់ព័ន្ធដូចជាមន្ទីរពេទ្យហើយនិងអ្នកជំនាញផ្សេងដើម្បីលើកកម្ពស់ទម្លាប់ប្រើប្រាស់អេក្រង់ដែលមានសុខភាពល្អជួយកូនរបស់យើងឲ្យផ្ដោតអារម្មណ៍លើការសិក្សានិងអ្វីដែលប្រសើរជាងសម្រាប់គាត់ថែមទៀតហើយបន្ថែមពីហ្នឹងគឺបណ្ដុះនៅអរិយាប័ត្រ digital ដែលមានសុវត្ថិភាពជាងមុនសម្រាប់គ្រួសារជាពិសេសកូនរបស់យើងតែម្ដងសូមអរគុណ